ទឹកចំនួនទន្លេមេគង្គឡើងលឿនអាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋនៅត្បូងឃ្មុំប្រុងប្រយ័ត្នត្បូងឃ្មុំគិតត្រឹមថ្ងៃទី22ខែសីហាឆ្នាំ2026ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំកំពុងបន្តហក់ឡើងយ៉ាងលឿនគួរឲ្យកត់សម្គាល់ដែលតម្រូវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាក់ស្ដែងកម្ពស់ទឹកនៅថ្ងៃនេះបានហក់ឡើងដល់ 13.74 ម៉ែត្រខណៈដែលកម្រិតប្រកាសអាសន្នគឺ 15.20 ម៉ែត្រតាមការសង្កេតនៅភូមិព្រែកតូចនិងភូមិរកាធំឃុំជីរ៉ូទី1ស្រុកត្បូងឃ្មុំទឹកបានហូរហៀរចូលលិចផ្លូវបេតុងនិងលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនហើយចរន្តទឹកហូរខ្លាំងនិងឡើងលឿនពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យការធ្វើដំណើរមានការលំបាកដោយនៅតំបន់ខ្លះមិនអាចធ្វើដំណើរដោយយានយន្តបានទេគឺត្រូវប្រើប្រាស់ទូកជំនួសវិញប្រជាពលរដ្ឋខ្លះក៏បានចាប់ផ្ដើមជម្លៀសខ្លួននិងនាំយកសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាពផងដែរអាជ្ញាធរមូលដ្ឋានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកចំនួននេះសូមកុំបណ្ដោយឲ្យក្មេងតូចៗលេងទឹកនិងត្រូវត្រៀមលក្ខណៈជាមុនដើម្បីទប់ទល់នឹងបញ្ហាផ្សេងៗដែលអាចកើតមានឧបត្ថម្ភដោយ KHCPR លក់និងជួសជុលកុំព្យូទ័រទីតាំងផ្សារសំណង់12ទូរស័ព្ទលេខ010 060 061 66 22 69អត្ថបទនិងវីដេអូនេះផលិតដោយអង្គភាពសារព័ត៌មានមួយរៀលព័ត៌មានទាន់ហេតុការណ៍ស្ថានភាពទឹកទន្លេបន្តកើនឡើងពលរដ្ឋតាមដងទន្លេមេគង្គត្រូវបង្កើនការប្រុងប្រយ័ត្នរាជធានីភ្នំពេញថ្ងៃទី22ខែសីហាឆ្នាំ2026យោងតាមប្រតិបត្តិព័ត៌មាននិងការព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមស្ថានភាពទឹកនៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់ដែលទាមទារឲ្យមានការយកចិត្តទុកដាក់និងត្រៀមលក្ខណៈជាមុនពីសាធារណជនស្ថានភាពកម្ពស់ទឹកបច្ចុប្បន្នគិតត្រឹមម៉ោង7ព្រឹកថ្ងៃទី22ខែសីហានេះកម្ពស់ទឹកនៅតាមបណ្ដាស្ថានីយជលសាស្ត្រមួយចំនួនមានសភាពគួរឲ្យកត់សម្គាល់ជាពិសេសនៅខេត្តស្ទឹងត្រែងដែលទឹកបានហក់ឡើងហួសកម្រិតប្រុងប្រយ័ត្នរួចទៅហើយខាងក្រោមជាទិន្នន័យប្រៀបធៀបនៅតាមស្ថានីយសំខាន់ៗមួយចំនួនឈ្មោះស្ថានីយកម្ពស់ទឹកបច្ចុប្បន្នម៉ែត្រកម្រិតប្រុងប្រយ័ត្នម៉ែត្រស្ថានភាពធៀបនឹងកម្រិតប្រុងប្រយ័ត្ន1ទន្លេមេគង្គស្ទឹងត្រែង 10.6 10.70 ភ្លើសកម្រិតប្រកាសអាសន្ន2ទន្លេមេគង្គក្រចេះ 21.82 22.0 ទឹកចិត្តដល់កម្រិត3ទន្លេមេគង្គកំពង់ចាម 13.9 15.20 កំពុងកើនឡើង4ទន្លេបាសាក់ចាក់ទំមុខ 8.45 10.50 កំពុងកើនឡើងការព្យាករណ៍សម្រាប់ថ្ងៃបន្ទាប់ទោះបីជាស្ថានភាពទូទៅនៅតាមបណ្ដាស្ថានីយភាគច្រើនបង្ហាញពីការកើនឡើងក៏ដោយក្រសួងបានបញ្ជាក់ថាទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនឹងមានការប្រែប្រួលធ្លាក់ចុះវិញបន្តិចបន្តួចនាពេលខាងមុខថ្ងៃទី23ខែសីហាទឹកនឹងបន្តកើនឡើងដល់ 10.90 ម៉ែត្រថ្ងៃទី24ខែសីហាខាងស្អែកទឹកនឹងចាប់ផ្ដើមស្រកចុះមកត្រឹម 10.82 ម៉ែត្រថ្ងៃទី25ខែសីហាទឹកនឹងបន្តស្រកមកនៅត្រឹម 10.67 ម៉ែត្រវិញចំណាំទោះជាទឹកទន្លេមេគង្គស្ទឹងត្រែងនឹងចាប់ផ្ដើមស្រកចុះវិញនៅថ្ងៃខាងស្អែកក្តីប៉ុន្តែស្ថានភាពជារួមគឺនៅតែស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ននៅឡើយសេចក្តីអំពាវនាវអាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គទាំងអស់សូមមេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតរៀបចំទុកដាក់សម្ភារៈមានតម្លៃនិងត្រៀមទីទួលសុវត្ថិភាពដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលពុំអាចស្មានដល់ពីគ្រោះទឹកជំនន់បន្តតាមដានការផ្សាយព័ត៌មានទាក់ទងនឹងអាកាសធាតុនិងកម្ពស់ទឹកជាបន្តបន្ទាប់នេះគឺជាស្ថានភាពទឹកជំនន់ទន្លេមេគង្គដែលឡើងលិចទៅលើផ្លូវបេតុងដែលស្ថិតនៅខាងភូមិព្រែកតូចទន្លេបិទព្រែកតូចខាងជ្រោទី1ដែលផ្លូវនេះឆ្ពោះទៅខាងស្រុកកោះឆ្មាយើងឃើញជាក់ស្ដែងថាផ្លូវថ្ងៃនេះគឺទឹកបានឡើងលិចខ្លាំងគឺហូរពីផ្ទៃបឹងចូលមកទន្លេស្ថានភាពកាលពីម្សិលមិញទឹកដូចជានៅរាក់អាចធ្វើដំណើរបានតែថ្ងៃនេះអាចនឹងខ្លាំងហើយបងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនខ្មែរឥស្លាមដែលរស់នៅទីនេះគឺពួកគាត់បានមកមានយុទ្ធក្នុងការដឹកជញ្ជូនអីវ៉ាន់ដើម្បីទៅរកទីទួលសុវត្ថិភាពយើងឃើញជាក់ស្ដែងហើយថាថ្ងៃនេះកម្ពស់ទឹកឡើងខ្លាំងមែនទែនឡើងរហូតដល់ 0.34 ម៉ែត្រឯណោះខណៈម្សិលមិញឡើងតែ 0.24 ម៉ែត្រទេហើយកម្ពស់ទឹកថ្ងៃនេះគឺ 13.74 ម៉ែត្រទៅហើយអញ្ចឹងកម្ពស់ទឹកថ្ងៃនេះគឺឡើងខ្លាំងហើយសូមមានការប្រុងប្រយ័ត្នចំពោះបងប្អូនដែលមានកូនតូចៗដែលបដាបដោយលេងទឹកសូមមានការប្រុងប្រយ័ត្នជៀសវាងបកកគ្រោះថ្នាក់ដោយយថាហេតុណាមួយហើយតាមផ្លូវនេះបើសិនជាមកដល់វេលានេះប្រហែលជាអាចនឹងមិនមានម៉ូតូជិះរួចទៀតទេគឺត្រូវប្រើទូកដោដើម្បីចម្លងម្ដងហើយដោយសារតែវាលិចរៀងជ្រៅដែរហើយយើងមើលជាក់ស្ដែងទៅហើយផ្ទៃនៃទន្លេមេគង្គយើងក៏ធំដែរមើលទៅធំល្វឹងល្វើយសិតតែផ្ទៃទឹកតែម្ដង